សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការទៅឆែកកុំព្យូទ័ររបស់អ្នកនរគ្នាថាកំពុងតែប្រើប្រាស់ hard disk ជាប្រភេទ MBR system ឬក៏ GPT system អញ្ចឹងមុននឹងចូលទៅដល់របៀបនៃការឆែក MBR system ឬក៏ GPT system ខ្ញុំចង់ប្រាប់អ្នកនរគ្នាថា MBR system ហ្នឹងគឺជាប្រភេទដែល system អត់សូវល្អទេសម្រាប់ការដាក់ Windows ឬក៏ដាក់កម្មវិធីនៅក្នុងកុំព្យូទ័ររបស់អ្នកនរគ្នាអញ្ចឹងបើសិនជាអាចអ្នកនរគ្នាអាចផ្លាស់ប្ដូរវាទៅជា GPT ដើម្បីឲ្យកុំព្យូទ័ររបស់អ្នកគ្នាឬក៏ laptop របស់អ្នកគ្នាហ្នឹងដំណើរការបានល្អជាងមុនហើយវាអត់សូវក្តៅសម្រាប់ដែលកុំព្យូទ័រចាស់ឬក៏កុំព្យូទ័រដែលកម្រិតថវិកាទាបអញ្ចឹងវីដេអូនេះយើងទៅមើលទាំងអស់គ្នាថាខ្ញុំធ្វើបែបម៉េចអញ្ចឹងជាដំបូងអ្នកគ្នាចូលមកកាន់នេះរូប folder ហ្នឹងដែលឈ្មោះថា file explorer របស់អ្នកគ្នាហ្នឹងអ្នកគ្នាចុចទៅលើវាមកបន្តទៀតអ្នកគ្នាចូលមកកាន់ពាក្យថា disk PC disk PC អញ្ចឹងអ្នកចូលមកកាន់ disk PC ហ្នឹងមកបន្តមកទៀតអ្នកមកស្ដាំទៅលើ disk PC ហ្នឹងមកស្ដាំហើយយើងយកពាក្យថា show more option នេះខាងក្រោមគេហ្នឹងអ្នកចុចកន្លែង show more option មកបន្តមកទៀតអ្នកទាំងអស់គ្នាអាចយកពាក្យថា manage យកពាក្យ manage ហ្នឹងមកយកពាក្យថា manage ហ្នឹងមកបន្តមកទៀតអ្នកចូលមកកាន់ពាក្យថា disk management ចូលមកកាន់ disk management រងចាំវាបន្តិចមកអ្នកនរវាកំពុងតែដំណើរការចេញរូបបែបនេះអ្នកនរចូលមកកាន់កន្លែង disk 1 នេះគឺជា disk ដែលខ្ញុំបានដាក់កម្មវិធីឬក៏តឡាងកម្មវិធីឬក៏តឡាងprogram អីផ្សេងឯកសារផ្សេងនេះនៅក្នុងត្រៃ C ហ្នឹងអញ្ចឹងខ្ញុំចុចមកស្ដាំទៅលើ disk 1ហ្នឹងមកស្ដាំនៅវាហើយយកពាក្យថា property នេះ property ខាងក្រោមហ្នឹងបន្តមកទៀតណាគ្នាចូលមកកន្លែងនេះចូលមកកាន់បន្តមកទៀតណាគ្នាចូលមកកាន់កន្លែងនេះគឺឈ្មោះថា volume ណានេះទី3ហ្នឹងចូល volume មកបន្តមកនេះអ្នកគ្នាមើលកន្លែងថាពាក្យថាpartition style អញ្ចឹងវាប្រាប់ថា partition table គឺ GPT អញ្ចឹងបើសិនជាកុំព្យូទ័ររបស់អ្នកគ្នាឆែកមកចេញ GPT បានន័យថាកុំព្យូទ័ររបស់អ្នកគ្នាគឺប្រើ system hard disk ល្អហើយតែបើចេញថា MBR គឺកុំព្យូទ័ររបស់អ្នកគ្នាគឺអត់សូវល្អទេគឺប្រើទៅវាប្រើបានដូចគ្នាប៉ុន្តែកុំព្យូទ័រវាធ្វើឲ្យកុំព្យូទ័ររបស់អ្នកគ្នារហ័សក្តៅឬក៏អាចនឹងស៊ីថ្មជាងការប្រើប្រាស់GPT អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងអ្នកគ្នាអាចទៅសាកល្បងនៅកុំព្យូទ័ររបស់អ្នកគ្នាបានអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូបន្ទាប់